សញ្ញាបត្រមួយសន្លឹកដែលយើងទទួលបាននៅថ្ងៃនេះនឹងគ្មានតម្លៃអ្វីទាំងអស់បើសិនជាយើងគ្រាន់តែយកវាទៅព្យួរនៅឯជញ្ជាំងផ្ទុយទៅវិញវានឹងមានគុណតម្លៃមហាសាលនៅពេលដែលសញ្ញាបត្រនេះត្រូវបានយកទៅប្រើប្រាស់សញ្ញាបត្រដែលអាចជួយឲ្យយើងបង្កើតនៅគំនិតថ្មីថ្មីទ្រឹស្ដីថ្មីថ្មីនិងរបបកំហើញថ្មីថ្មីជាពិសេសគឺបណ្ដុះធនធានថ្មីនិងច្រើនសម្បូរបែបដែលជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់និងចាំបាច់បំផុតសម្រាប់លើកកម្ពស់ភាពខ្លាំងរបស់ប្រទេសជាតិខ្លាំងដោយយុទ្ធសាស្ត្រខ្លាំងដោយសិល្បៈសាស្ត្រនិងខ្លាំងដោយវិទ្យាសាស្ត្រហើយខ្ញុំជឿជាក់ថាការដែលធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលពិភពលោកខ្វះមិនបានទើបធ្វើឲ្យកម្ពុជាមានសុខសន្តិភាពយូរអង្វែងការអភិវឌ្ឍប្រកបដោយចីរភាពហើយនឹងជៀសផុតពីការឈ្លានពានពីខាងក្រៅពលគឺត្រូវបណ្ដុះឲ្យមានធនធានដែលកម្រសមត្ថភាពដែលពិសេសអស្ចារ្យនៅក្នុងវិស័យនានាដែលពិភពលោកត្រូវការហើយក្លាយជាប្រទេសដែលអាចបង្កើតចំណេះដឹងថ្មីថ្មីមិនមែនត្រឹមតែរៀនសូត្រតាមគេរហូតនោះទេ